លោកស្រីប្រិមត្តទេសនិកជនជាទីមេត្រីតទៅនេះសូមអញ្ជើញតាមដានទស្សនាព័ត៌មានប្រចាំថ្ងៃពីស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលមានមេត្តាសំខាន់ដូចតទៅជាដំបងសូមអញ្ជើញតាមដានទស្សនាព័ត៌មានក្នុងប្រទេសពិព័រណ៍ផលិតផលនៃឧស្សាហកម្មធុនតូចនិងមធ្យមកម្ពុជាអន្តរជាតិឆ្នាំ2011ត្រូវបានរៀបចំឡើងជាលើកដំបូងដោយសម្ព័ន្ធសហគ្រាសធុនតូចនិងមធ្យមកម្ពុជាកាលពីល្ងាចថ្ងៃទី8ខែមេសានៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកក្រោមអធិបតីភាពអាដាមឧបនាយករដ្ឋមន្ត្រីកិច្ចជនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកអូញាតែតាំងពប្រធានសម្ព័ន្ធសហគ្រាសធុនតូចនិងមធ្យមកម្ពុជាមានប្រសាសន៍ថាកម្មវិធីនេះប្រព្រឹត្តទៅចំនួន4ថ្ងៃគឺចាប់ពីថ្ងៃទី8ដល់ថ្ងៃទី11មេសាដោយមានការចូលរួមដាក់បង្ហាញផលិតផលសរុបចំនួន170ស្តង់ក្នុងនោះមានផលិតផលនៃសហគ្រាសធុនតូចនិងមធ្យមកម្ពុជាចំនួន100ស្តង់និងផលិតផលនាំចូលចំនួន70ស្តង់លោកអង្គញាបន្តថាការរៀបចំព្រឹត្តិការណ៍នេះគឺជាវេទិកាជួបជុំគ្នាហើយក៏ជាឱកាសមួយសម្រាប់អ្នកជំនួយម្ចាស់អាជីវកម្មនិងសហគ្រិននានាធ្វើការពិភាក្សាចែករំលែកបទពិសោធន៍និងចំណេះដឹងអំពីដំណើរការអភិវឌ្ឍនៅក្នុងការផលិតនិងគុណភាពនៃផលិតផលសម្រាប់ការធ្វើឲ្យប្រសើរឡើងថែមទៀតលើការអភិវឌ្ឍសហគ្រាសភាពប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុកនិងជាសក្តានុពលដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិអាដាមឧបនាយករដ្ឋមន្ត្រីកិច្ចជនមានប្រសាសន៍ថារដ្ឋាភិបាលតែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនិងជាកម្លាំងដ៏សំខាន់សម្រាប់ការវិនិយោគហើយរដ្ឋាភិបាលជាអ្នកជួយបង្កលក្ខណៈអំណោយផលនិងជាយុទ្ធសាស្ត្រវិទូជាអ្នកគ្រប់គ្រងការអភិវឌ្ឍសម្ដៅធានានៅបរិស្ថានធុរកិច្ចល្អប្រសើរសម្រាប់វិស័យឯកជនក្នុងន័យនេះហើយដែលរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់បំផុតទៅលើសកម្មភាពការងារស្ដារនិងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាតិទាំងផ្នែករឹងនិងផ្នែកទន់និងការបង្កពង្រឹងក្របខ័ណ្ឌច្បាប់បទបញ្ញត្តិនិងសកម្មភាពស្ថាប័នដែលសម្រួលដល់សកម្មភាពធុរកិច្ចពាណិជ្ជកម្មនិងការវិនិយោគឯកជនព័ត៌មានប្រចាំថ្ងៃរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលលោកស្រីប្រិមត្តទូរទស្សនិកជនទើបតែបានទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់តាមដានទស្សនានៅពេលនេះយើងខ្ញុំទាំងពីរនាក់សូមគោរពលាមេរៀននៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយបានការអនុញ្ញាតអញ្ជើញជាអតិថិជនកម្ពុជាគឺពិព័រណ៍ឧស្សាហកម្ម SME កម្ពុជាអន្តរជាតិឆ្នាំ2011ជាកិច្ចបន្តទៅទៀតនេះតូចនឹងប្រជុំមានមហាកិត្តិយសដោយបានឯកឧត្តមផ្ដល់នៅមហាកិត្តិយសចូលរួមជាប្រធានគណៈអធិបតីនៃកម្មវិធីសម្ព័ន្ធសមាគមសហគ្រាសធុនតូចកើតនៅចុងឆ្នាំ2010ហើយក៏បានរៀបចំនៅព្រឹត្តិការណ៍នេះឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអត់ទៀតសូមខ្ញុំអនុញ្ញាតសូមគោរពអញ្ជើញអញ្ញាតតែតាំងពរប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាសូមគោរពអញ្ជើញSME កម្ពុជាអន្តរជាតិ2011ពិព័រណ៍ឧស្សាហកម្ម SME កម្ពុជាអន្តរជាតិ2011ជាព្រឹត្តិការណ៍លើកទី1ដែលរៀបចំឡើងដោយសម្ព័ន្ធសហគ្រាសធុនតូចនិងមធ្យមកម្ពុជាគុណភាពខ្ពស់របស់ប្រទេសកម្ពុជាហើយក៏ជាចំណុចចាប់ផ្ដើមនៃព្រឹត្តិការណ៍ពិព័រណ៍ជាបន្តទៅទៀតផងដែរនៅរដូវកាលក្រោយៗទៀត
សហគ្រាសធុនតូចនិងមធ្យមនឹងបានកំពុងស្រូបទាញនៅកម្លាំងពលកម្មប្រមាណយន្តប្រើចរន្តអគ្គិសនីនិងប្រើតាមពលអគ្គិសនីដំបូងរបស់កម្ពុជាហើយក៏ជាប្រភេទរថយន្តដែលការពារបរិស្ថានផងដែរសមាជិកនៃសម្ព័ន្ធសមាគមសហគ្រាសតូចនិងមធ្យមនៃកម្ពុជាព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ចំពោះលោកញ៉ាតែតាំងពរប្រធានសមាគមសហព័ន្ធសហគ្រាសតូចនិងមធ្យមនិងថ្នាក់ដឹកនាំគ្រប់ដំណាក់ស្រាប់នៃសហព័ន្ធការពិចារណាសេដ្ឋកិច្ចនិងការផ្លាស់ប្ដូរផលសោតយ៉ាងសេវាយ៉ាងឧស្សាហកម្មភូមិជាទៅស្អប់ទៀតដូច្នេះហើយគឺវារាប់រាប់បានខុសការយុទ្ធសាស្ត្របានខ្លាំងពីវិស័យនេះខ្មែរជួយគ្រប់គ្រងផលិតផលខ្មែរចាមានតែខ្មែរយ៉ាងទេជួយខ្មែរតែឲ្យកុំភ្លេចណាជាមួយនឹងផលិតផលរបស់ខ្មែរយើងតែល្អក៏ដូចជាបងស្រីដែលទម្លាក់សក់ចាគឺស្អាតមែនទែនគឺធ្វើឲ្យគាត់ចាមានសុភមង្គលនៅក្នុងក្រុមគ្រួសារហើយធ្វើម្ហូបតែឲ្យឆ្ងាញ់ថែមទៀតបងប្រុសបងស្រីដែលកំពុងតែយាត្រាទៅមកសុភាពនារីឡូបង
បងក៏ទាំងអូនស្រឡាញ់បងប៉ុណ្ណាគេស្នេ